Ba ngày nâng cà phê và hai chị để áo hỏi của anh nhua sạch thực hiện khởi thành một đồng hai nè là đi nhâm cà phê là hốt đọc plek nhâm bay nhâm cà phê là hốt đọc plek nhâm tơ đo tập phê miên bay há chị phải xét bắt chân tôi tới lần luôn xong là tha đôi score cram vậy có chập đầm phầy ui ảnh nâng màu bị ấy nè nâng ngay chỉ lặt tập phò cứ lặt tập phò để sao bóng ôn mơ rùng lon ở sắt mà da cứ tật nồng ai dương thở nhâm tật chẳng hao ở ban pi tụ bay lít không một ngày cho bởi chết tại do cà phê chuyển nuốt tật do cà phê chuyển nuốt bay là hốt đọc phê là ăn nhâm bay của bạn đây ở tại nhâm cà phê các bông ôn nhâm được việc nâng cứ việc kho buônขนาด ហើយ បក ត្រឡប់ មក វិញ តាក់ទង ជាមួយ ការ ប្របាក់ ជូន នោម មុខងារ ប្រព័ន្ធ តម្រង់ នោម ខ្សោយ នោម ទៅ ឈឺ នោម ទៅ កាហាយ ផ្សា នោម ទៅ ទឹក នោម លឿង ខាត បងប្អូន អាច ផ្លាស់ ប្ដូរ ទម្លាប់ បាន ទី 1 ញ៉ាំ ទឹក ឲ្យ បាន ច្រើន ព្រោះ ទឹក រាង កាយ ត្រូវ ការ ចាំ បាច់ នៅ ក្នុង ការ ទ្រទ្រង់ ប្រព័ន្ធ កោសិកា គ្រប់ ប្រព័ន្ធ ទាំង អស់ ជា ពិសេស គឺ ប្រព័ន្ធ ទឹក នោម ហើយ បង ប្អូន ដែល ញ៉ាំ កាហ្វេ ផ្លេច បាយ បងប្អូន ត្រូវ អាណិត សំណោះ កាពះ របស់ ខ្លួន ឯង អាច ឈាន ទៅ ដល់ ការ រលាក កាពះ ឈាន ទៅ ដល់ ការ បាត់ បង់ នៅ សារធាតុ ចិញ្ចឹម ចំពោះ រាង កាយ ក្នុង កាហ្វេ វា អត់ មាន សារធាតុ ប្រូតេអ៊ីន វា មាន វីតាមីន C វាអត់មានកាល់ស្យូមវាអត់មានប៉ូតាស្យូមគឺវាអត់មានអាទាំងអស់ហ្នឹងដើម្បីឲ្យទ្រទ្រង់រាងកាយយើងទេអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាកុំយល់ច្រឡំណាខ្ញុំអត់មានបរិសេធមិនឲ្យបងប្អូនញ៉ាំកាហ្វេទេតែញ៉ាំកាហ្វេឲ្យត្រូវប៉ុន្តែអ្វីដែលបងប្អូនត្រូវញ៉ាំមិនអាចខាតបាននោះគឺញ៉ាំអាហារឲ្យបានទៀងទាត់អាហារការពារអាហារសាមសង់និងមួយទៀតញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យខួរក្បាលរាងកាយរបស់យើងបានបន្សុទ្ធនៅសារធាតុចិញ្ចឹមដែលទៅគ្រប់គ្រងសារធាតុទឹកក្នុងរាងកាយក៏ដូចជាមានអុកស៊ីសែនល្អក្នុងខ្លួនរបស់យើងផងដែរអញ្ចឹងវីដេអូនេះញ៉ាំកាហ្វេបានកុំបោះចោលប៉ុន្តែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ផងទើបរាងកាយយើងលូតលាស់បានល្អហើយខួរក្បាលយើងក៏វាភ្លឺស្វាងយើងអាចនឹងធ្វើការបានដោយមិនយល់ដៃទៀតទេចា